បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយចង់ចែករំលែកទៅដល់អ្នកគ្នាអំពីរបៀបនៃការបិទម៉ាស៊ីនទូរស័ព្ទដៃ Apple ដែលយើងទិញថ្មីអញ្ចឹងយើងអត់ដឹងពីរបៀបបិទនៅពេលដែលមានភ្លៀងឬក៏រន្ទះយើងចង់បិទម៉ាស៊ីនវាតែម្ដងបិទអត់ចេញទេទីហោដូចខ្ញុំជាក់ស្ដែងនេះបិទមិនអត់ចេញទេវាចេញទៅចេញ Google អីណានោះហើយយើងអត់ដឹងថាត្រូវធ្វើបែបណាទេនៅពេលដែលបិទអញ្ចឹងហើយកុំចេញចឹងដើម្បីអ្នកទាំងគ្នាចង់បិទកន្លែងហ្នឹងអ្នកទាំងគ្នាចូលទៅក្នុងកម្មវិធីកងខ្ចាក់នេះហើយការកំណត់នេះអ្នកទាំងគ្នាអូមកក្រោមមកសម្រាប់អ្នកទាំងគ្នាដែលមានប៉ុនទូរស័ព្ទជាភាសាខ្មែរអ្នកគ្នាអូមកក្រោមអ្នកគ្នានឹងឃើញពាក្យថាភាពងាយស្រួលនិងភាពងាយស្រួលប្រើប្រាស់អ្នកគ្នាចុចលើពាក្យហ្នឹងហើយអ្នកគ្នាអូទៅលើទៀតមកដល់ក្រោមនេះអ្នកគ្នាឃើញពាក្យថាប៊ូតុងថាមពលចុចលើពាក្យថាប៊ូតុងថាមពលអ្នកគ្នាចុចកន្លែងជម្រើសទី2ដែលគេចុចប៊ូតុងថាមពលឲ្យជាប់យើងចុចលើហ្នឹងអញ្ចឹងកន្លែងនេះវានឹងឃើញជាកន្លែងជំនួយការ digital អញ្ចឹងយើង select យកពាក្យថា menu ថាមពលមកអញ្ចឹងនៅពេលដែលចុច menu ថាមពលអ្នកទាំងគ្នាសាកចុចប៊ូតុងនឹងជាប់ខាងស្ដាំនឹងជាប់នេះគឺវាចេញបិទមកបែបនេះខ្ញុំចង់អូបិទក៏បានចុច restart ឡើងវិញចាប់ដើមឡើងវិញក៏បានអញ្ចឹងខ្ញុំអត់បិទទេខ្ញុំគ្រាន់តែជាការឧទាហរណ៍ឲ្យអ្នកទាំងគ្នាមើលអូខេនេះមួយសម្រាប់អ្នកដែលជាប្រើជាភាសាខ្មែរសម្រាប់បងប្អូនដែលប្រើជាភាសាអង់គ្លេសជាភាសាអង់គ្លេសអញ្ចឹងខ្ញុំដូរទៅជាភាសាអង់គ្លេសឲ្យតិចអញ្ចឹងវាកំពុងតែធ្វើការផ្លាស់ប្ដូរទៅជាភាសាអង់គ្លេសបាទសម្រាប់ដែលបងប្អូនប្រើប្រាស់ទៅជាភាសាអង់គ្លេសអ្នកនរគ្នាចូលកម្មវិធីកងចាក់ឬក៏ហៅថា setting នឹងដូចគ្នាតមកទៀតអ្នកនរគ្នាអូសមកក្រោមអ្នកនរគ្នាយកពាក្យថា accessibility and convenience ដែលមានសញ្ញារូបមនុស្សនេះតមកយើងអូសមកក្រោមដូចគ្នាអូសមកក្រោមយើងរកពាក្យថា power button អ្នកគ្នាចុចទី2 press and hold the power នឹងមកហើយបើសិនជាអ្នកទាំងអស់គ្នាទូរស័ព្ទថ្មីវានឹងជាប់នៅកន្លែងទី2នេះហើយប៉ុន្តែដោយសារយើងធ្វើមិញជាភាសាខ្មែរឲ្យអ្នកគ្នាមើលចឹងវានៅទី1អ្នកគ្នាចុចមកលើទី1មកវាបានសម្រាប់វីដេអូរបស់ខ្ញុំបាទមានប៉ុណ្ណឹងបើសិនជាបងប្អូនមានចម្ងល់អីធ្វើបានអាច comment ឬក៏សួរខ្ញុំបាទហើយកុំភ្លេចជួយ subscribe ឆានែល YouTube ខ្ញុំបាទមួយនិង Facebook page ខ្ញុំបាទមួយផងជាចុងក្រោយខ្ញុំបាទសូមអរគុណសូមជម្រាបលា